ទឹកក្រឡុកមួយនេះហាមិនត្រឹមតែបានសាច់ស្អាតទេថែមទាំងពៅកម្លាំងទៀតគឺថាញ៉ាំមួយកែវនេះមកគឺថាអូយជាតិនេះឲ្យអេមស្នេហ៍ទៀតសម្រាប់ទឹកក្រឡុកមួយនេះខ្ញុំមានជាមួយនឹងការ៉ុតមួយផ្លែក៏ដូចជាអំបូងមួយផ្លែផងដែរហើយជាមួយនឹងទឹកដោះគោស្រស់បុករួមជាមួយនឹងទឹកដោះគោខាប់ហើយចេកអំបូងនឹងខ្ញុំទុកយូរទៅវាឡើងពោអញ្ចឹងណាហើយវាទុំឡើងញោអញ្ចឹងទៅខ្ញុំមិនដឹងធ្វើអីយកមកជិបក្រឡុកអញ្ចឹងបណ្ដោយទៅហើយការ៉ុតនេះខ្ញុំយកវាមកហាន់រៀងតូចមកល្មមសនុកយកទៅក្រឡុកសម្រាប់ការ៉ុតផងដែរគឺខ្ញុំហាន់តូចទៀតណាប៉ុន្តែខ្ញុំភ្លេចថតទៅខ្ញុំដាក់ថាប៉ុណ្្នឹងទៅហើយចេកអំបូងខ្ញុំបកសបកឲ្យអស់ហើយខ្ញុំធ្វើការកាត់វាជាដុំមកល្មមស្នុកយកទៅក្រឡុកផងដែរជាដំបូងនេះខ្ញុំមកកិនជាមួយនឹងការ៉ុតមុនសិនការកិនការ៉ុតនេះគឺខ្ញុំត្រូវដាក់ទឹកជាមួយនឹងទឹកក្តៅឬក៏ទឹកដាំឆ្អិនក៏បានដែរបន្ទាប់ពីកិនការ៉ុតរួចរាល់ហើយខ្ញុំយកការ៉ុតមកសម្រាប់យកទៅទឹកគេសម្រាប់កាកគឺខ្ញុំអត់ចូលទេគឺខ្ញុំយកតែទឹករបស់ការ៉ុតនឹងហ្មងហើយសម្រាប់ក៏ត្រង់ទឹកការ៉ុតរបស់ខ្ញុំវាតូចទេណាខ្ញុំមានតែតូចហ្នឹងហើយបើមានតែធំដាក់តែម្ដងហើយណាតែនេះធ្វើឡើង2 3 ដងហើយទឹកការ៉ុតរបស់ខ្ញុំគឺបានប៉ុណ្ណេះឯងតមកទៀតខ្ញុំយកចេកមកដាក់ក្នុងម៉ាស៊ីនក្រឡុកហើយក៏ដូចជាបន្ថែមជាមួយនឹងទឹកដោះគោខាប់1 ស្លាបព្រាបាយម្ដង1 ស្លាបព្រាបាយទេហើយខ្ញុំចាក់ទឹកការ៉ុតចូលក៏ដូចជាបន្ថែមជាមួយនឹងទឹកដោះគោស្រស់ចូលចេកនិងទឹកការ៉ុតក៏ដូចជាទឹកដោះគោខ្ញុំបានកិនឡើងម៉ត់ឡែវហើយតមកទៀតខ្ញុំដាក់ទឹកកកចូលទៅក្នុងកែវហើយខ្ញុំចាក់ទឹកក្រឡុកខ្ញុំចូលមើលតែពោទៅបងប្អូនអើយទំនងមែនជាតិញាក់ណាស់ឆ្ងាញ់មួយយ៉ាងដែលតាសម្រាប់ទឹកក្រឡុកមួយនេះហ្នឹងណាខ្ញុំធ្វើឲ្យរៀងរាវចេះមកដាក់ជាមួយនឹងទឹកកកមកគឺថាអើយជាតិញាក់ហ្មងមួយកែវនេះខ្ញុំបឺតតែ2ទៅហើមអស់ពាត់អត់ធ្វើអែមហ្មងបិទពីគ្រប់អស់ហើយ